សួស្តីបងប្អូនដែលពេញនិយមលេង e-football KH ខ្មែរទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំមកប្រាប់អំពីរបៀបនៃការដូរ account ជាមួយនឹង Gmail log account ចូលហ្នឹងហើយដែលយើងភ្ជាប់ជាមួយនឹងKonami ID ហ្នឹងហើយអ្នកនេះហើយអត់មានអីពិបាកទេអ្នកនេះខ្ញុំនឹងប្រាប់តែម្ដងរបៀបនៃការដាក់ account ឬក៏ដូរចូល account Gmail ដែលយើងភ្ជាប់ជាមួយនឹង Konami ID account របស់យើងហ្នឹងជាដំបូងអ្នកគ្នាចូល game ហើយវា load ផ្ទាំងបែបហ្នឹងអ្នកគ្នាកុំចុចអីប្រេបដាស់បន្ទាប់មកអ្នកគ្នាឃើញ tray 3 នៅខាងក្រោមនេះដែលខ្ញុំឃើញហ្នឹងអ្នកគ្នាដែលខ្ញុំគូឃើញខ្ញុំដាក់ Assistant Touch ទៅអ្នកគ្នាចុចកន្លែង tray 3 ហ្នឹងមកបន្ទាប់ពីវាចេញបែបនេះហើយអ្នកគ្នាចុចពាក្យថា data transfer នេះខ្ញុំគូវងអ្នកគ្នាអ្នកគ្នាចុច data transfer មកបន្ទាប់មកវាចេញបែបហ្នឹងអ្នកគ្នាយកពាក្យយកអាក្រមនេះអក្សរក្រមពណ៌ខៀវនេះចុចលើហ្នឹងមកបន្ទាប់មកវាដាក់ពាក្យថា cancel និង continue អ្នកគ្នាយក continue មកអូខេបន្ទាប់មកវានឹងលុតផ្ទាំងមួយទៀតមកបន្ទាប់ពីវាចេញផ្ទាំងបែបហ្នឹងហើយវាឲ្យយើងវាយ Gmail ខាងលើនិង password ខាងក្រោមសម្រាប់ Gmail ដែលអ្នកទាំងអស់គ្នាភ្ជាប់Konami ID account ណាដែលមាន account បើសិនអត់មាន account ក៏វាចូលទេតតែមាន account ភ្ជាប់ជាមួយនឹង Gmail ហ្នឹងទៅអ្នកគ្នាអាចវាយចូលបានតោះឥឡូវខ្ញុំវាយឧទាហរណ៍ឲ្យអ្នកគ្នាមើលតបមកយើងវាយ password ខាងក្រោមសម្រាប់ password បើសិនជាអ្នកនេះ set ជាមួយនឹងpassword Konami ID ហ្នឹងបើសិនជាវាយអក្សរធំអ្នកគ្នាត្រូវវាយអក្សរធំបើសិនជាវាយអក្សរតូចត្រូវវាយអក្សរតូចបើសិនជាយើង set password អក្សរធំយើងវាយអក្សរតូចគឺវាវាយអត់ចូលទេអ្នកគ្នាហ្នឹងហើយតោះមកអ្នកគ្នាចុចពាក្យថា login មកចុចថា save បន្ទាប់មកវានឹងផ្ញើលេខកូដ6ខ្ទង់ទៅកាន់ Gmail របស់អ្នកគ្នាដែលបានភ្ជាប់ជាមួយនឹង game នេះអូខេឃើញវា load មកហើយអ្នកគ្នាចុចចូលមើលយកដើម្បីយកកូដ6ខ្ទង់ហ្នឹងមកអ្នកគ្នាអូខេនេះកូដ6ខ្ទង់នេះអ្នកគ្នាគឺ49 24 44 49 24 44អូខេបន្ទាប់ពីបានកូដ6ខ្ទង់ហ្នឹងហើយអ្នកគ្នាចុចពាក្យថា next មកបន្ទាប់មកវានឹងចូល game របស់យើងរួចរាល់ហើយអ្នកគ្នាអូខេរងចាំបន្តិចអ្នកគ្នាអូខេយើងចុចចុច touch មួយមកហើយដើម្បីចូលក្នុង game ហ្នឹងហើយហ្នឹងហើយអ្នកគ្នាបើសិនជាអ្នកគ្នាពេញចិត្តនៅវីដេអូហ្នឹងកុំភ្លេចចុច subscribe និងចុច like ហើយដាក់សញ្ញាកណ្ដឹងមួយដើម្បីទទួលបាននៅព័ត៌មានថ្មីៗជាបន្តទៀតអ្នកគ្នាហ្នឹងហើយអូខេឥឡូវចូលហើយរងចាំបន្តិចអ្នកគ្នាវារៀងយូរបន្តិចហើយពេលយើងដូរ account ហ្នឹងអូខេឥឡូវយើងបានចូលក្នុង game បាត់រួចរាល់ហើយដែលយើងបាន connect ជាមួយនឹង Gmail អ្នកគ្នាអូខេឥឡូវខ្ញុំនឹងធ្វើការមើលអូខេឥឡូវខ្ញុំចូលដើម្បីបញ្ជាក់មើលអូខេឥឡូវខ្ញុំបាន account ថ្មីហើយសម្រាប់ការដូរ account Gmail គឺមានតែប៉ុណ្្នឹងទេអ្នកគ្នាហ្នឹងហើយអូខេបាយបាយជម្រាបលាអ្នកទាំងអស់គ្នា